ប្រញាប់សូត្រទៅគាថាសៅ5ឬក៏បរិទ្ធអង្គលីមៀលបន្ថែមជោគវាសនាបើកជោគជតាបន្ថែមកម្លាំងភាពរឹងមាំដោយជីវិតកែថ្មីរឿងនេះមានមនុស្សតិចណាស់ដែលដឹងថ្ងៃសៅរ៍5នេះរាប់ទុកថាជាថ្ងៃល្អថ្ងៃរឹងថ្ងៃថាមពលខ្ពស់ថ្ងៃមង្គលតែមុននឹងដឹងថាគាថាមង្គលនៅថ្ងៃសៅរ៍ទី5នេះហើយគាថាដែលណែនាំនេះមានអ្វីខ្លះយើងមកដឹងពីដំណើរដើមទងនៃគាថាមួយនេះសិនរឿងដំណើរនេះមានប្រវត្តិយូរមកហើយតាំងពីសម័យពុទ្ធកាលតែម្ដងតែអ្នកណានៅចាំព្រះអង្គលីមាបានខ្លះនៅពេលដែលយើងរលឹកដល់បុរសឈ្មោះអង្គលីមាយើងប្រកាសជាគិតថាបុរសគួរឲ្យខ្លាចហើយមែនទេប៉ុន្តែបន្ទាប់ពីព្រះអង្គលីមាបានកែខ្លួនបួសជាភិក្ខុជាសាវករបស់ព្រះសម្មាសម្ពុទ្ធមករឿងដំណើរនៃគាថាមង្គលមួយនេះក៏បានកើតឡើងព្រះអង្គលីមានៅពេលដែលបួសហើយលោកមានការលំបាកក្នុងការចេញបិណ្ឌបាតយ៉ាងខ្លាំងព្រោះពេលលោកចេញទៅបិណ្ឌបាតនៅកន្លែងណាអ្នកស្រុកពេលដែលដឹងថាព្រះអង្គលីមានឹងនិមន្តមកបិណ្ឌបាតតាមផ្លូវនេះក៏ប្រញាប់ចូលផ្ទះបិទទ្វារចិត្តឈឹងអ្នកខ្លះរត់ស្លន់ស្លោអ្នកខ្លះរត់មិនទាន់ស្រុតខ្លួនចុះអង្គុយនៅគៀនកំផែងទើបធ្វើឲ្យការបិណ្ឌបាតរបស់ព្រះអង្គលីមាមិនដែលបានចង្ហាន់សូម្បីតែម្ដងនៅពេលដែលចេញបិណ្ឌបាតក្រៅព្រះនគរមិនបានចង្ហាន់ព្រះអង្គលីមាក៏សាកមកបិណ្ឌបាតនៅក្នុងព្រះនគរវិញព្រោះនៅក្នុងព្រះនគរមានមនុស្សម្នាច្រើនអ្នកខ្លះអាចនឹងមិនស្គាល់ព្រះអង្គលីមាដល់ពេលទៅបិណ្ឌបាតក្នុងព្រះនគរនៅពេលដែលលេចលឺដំណឹងទៅហេតុការណ៍ដដែលក៏កើតឡើងមនុស្សម្នានាំគ្នាខ្លាចមិនហ៊ានមកដាក់បាតព្រះអង្គលីមាព្រះអង្គលីមាក៏និមន្តបិណ្ឌបាតរឿយក៏បានទៅជួបនឹងមនុស្សស្រីមានផ្ទៃពោះម្នាក់មនុស្សស្រីម្នាក់នេះការពិតទៅមិនមានចេតនាចេញមកដាក់បាតអីទេតែដោយសារនាងកំពុងតែរងទុក្ខវេទនាដោយសារតែគភ៌របស់នាងនឹងឯងព្រោះពោះរបស់នាងគ្រប់ខែត្រូវការសម្រាលបុត្រតែកូននោះមិនព្រមកើតចេញមកសោះនាងក៏ដេកឈឺចាប់នៅនឹងធ្វើឲ្យនាងមិនអាចកម្រើករាងកាយក្នុងការរត់គេចទៅណាបានព្រះអង្គលីមានៅពេលដែលចេញបិណ្ឌបាតមកដល់កន្លែងស្រីម្នាក់នេះបានឃើញនាងរងទុក្ខវេទនាក៏កើតមានចិត្តអាណិតយ៉ាងខ្លាំងក៏ប្រញាប់និមន្តត្រឡប់ទៅរកព្រះសម្មាសម្ពុទ្ធដើម្បីចូលគាល់ឲ្យទូលឲ្យព្រះអង្គជ្រាបពីរឿងនេះព្រះអង្គលីមាទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រឹកមិញខ្ញុំព្រះអង្គបានទៅបិណ្ឌបាតនៅក្នុងព្រះនគរបានទៅជួបស្ត្រីមានគភ៌គ្រប់ខែម្នាក់នាងបានទទួលរងនៅទុក្ខវេទនាដោយការមិនអាចសម្រាលបុត្របានខ្ញុំព្រះអង្គចង់ជួយឲ្យនាងផុតទុក្ខពិតមែនតែមិនដឹងធ្វើយ៉ាងម៉េចព្រះសម្មាសម្ពុទ្ធនៅពេលបានឮបែបនេះក៏មានបន្ទូលទៅកាន់ព្រះអង្គលីមាថាមនាលអង្គលីមាចូលអ្នកត្រឡប់ទៅរកស្ត្រីតាំងគោម្នាក់នោះចុះហើយទៅពោលពាក្យបែបនេះឲ្យនាងស្ដាប់ហើយពាក្យដែលព្រះសម្មាសម្ពុទ្ធពោលទៅកាន់ព្រះអង្គលីមានេះមានដូចតទៅចាឥឡូវយើងចាប់ផ្ដើមសូត្រទាំងអស់គ្នាសូត្រអ្នកមក3ចប់ណាអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈសោថេតេហោតោសោថេកេភសៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈសោថេតេហោតោសោថេកេភសៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈសោថេតេហោតោសោថេកេភសៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈសោថេតេហោតោសោថេកេភសៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈសោថេតេហោតោសោថេកេភសៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈសោថេតេហោតោសោថេកេភសៈយៈតោហੰភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចបាណੰជីវិតាវរោបេតាតេនៈសច្ចេនៈស
សោថេតេហោតោសោថេគៀបភសៈយៈតោហាំងភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេអ្នកសច្ចេអ្នកសោថេតេហោតោសោថេគៀបភសៈយៈតោហាំងភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេអ្នកសច្ចេអ្នកសោថេតេហោតោសោថេគៀបភសៈយៈតោហាំងភគនិអរិយាយៈជាតិយាជាតោអ្នកភិជានាមិសញ្ចច្ចៈបាណੰជីវិតាវរោបេតាតេអ្នកសច្ចេអ្នកសោថេតេហោតោសោថេគៀបភសៈចឹងយើងសូត្រគាថានឹងចំនួន10ចប់ហើយនៅក្នុងគាថានេះប្រែថាមនាលប្អូនស្រីតាំងពីដើមអាត្មាកើតមកមិនដែលមានចិត្តគិតចង់បៀតបៀនជីវិតសត្វណាឡើយដោយសច្ចវិជ្ជានេះសូមឲ្យក្តីសុខចូលមានដល់នាងសូមឲ្យក្តីសុខនេះចូលមានដល់កូនរបស់នាងចុះអញ្ចឹងនៅពេលដែលបានទទួលការណែនាំពីព្រះសម្មាសម្ពុទ្ធហើយព្រះអង្គលីមាក៏ប្រញាប់និមន្តត្រឡប់ទៅរកមនុស្សស្រីដែលឈឺពោះនោះពេលទៅដល់ហើយក៏ប្រាប់ពីបំណងថាចង់ជួយស្ត្រីមានផ្ទៃពោះនោះឲ្យផុតពីទុក្ខអ្នកស្រុកក៏បានរៀបចំកន្លែងឲ្យបាំងវាំងននឲ្យស្ត្រីមានកនោះនៅក្រៅវាំងននហើយក៏បានយកកៅអីមករៀបជាអាសនៈឲ្យព្រះអង្គលីមាគង់នៅខាងម្ខាងទៀតនៃវាំងននបន្ទាប់មកព្រះអង្គលីមាក៏បាននិយាយបានពោលទៅកាន់ស្ត្រីមានកនោះថាយើងជាព្រះថេរៈយើងមកនៅពេលនេះគឺយើងត្រូវការជួយឲ្យនាងបានជួបនៅក្តីសុខសេរីសុស្តីផុតពីក្តីទុក្ខវេទនាបន្ទាប់មកព្រះអង្គលីមាក៏បានពោលពីពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ប្រាប់នោះឲ្យទៅស្ត្រីមានកនោះស្ដាប់គ្រាន់តែព្រះអង្គលីមាបានពោលនៅសច្ចវិជ្ជានោះចប់គឺសច្ចវិជ្ជាដែលអ្នកគ្រូបានសូត្រឲ្យស្ដាប់មិញណាថាឲ្យសូត្រ10ចប់នោះណាស្ត្រីតាំងគម្នាក់នោះបានសម្រាលកូនមកចេញដោយងាយទារកកើតមកមានសភាពរឹងមាំស្ត្រីនោះក៏សម្រាលបុត្រចេញមកដោយមិនមានការឈឺចាប់អ្វីឡើយគឺរឿងមហោសច្ចាគឺទារកដែលកើតចេញពីផ្ទៃម្ដាយនោះគឺកើតមកយ៉ាងងាយប្រៀបដូចជាក្រឡែងទឹកចេញពីបាតពាងនៅពេលដែលមានហេតុមហោសច្ចាកើតឡើងបែបនេះអ្នកស្រុកទាំងឡាយបានឃើញពីភាពស័ក្តិសិទ្ធិហើយក៏ថ្វាយបង្គំព្រះអង្គលីមាដោយក្តីគោរពបន្ទាប់មកអ្នកស្រុកក៏បានរក្សាទុកនៅកៅអីដែលជាអាសនៈនោះដើម្បីទុកប្រើក្នុងកិច្ចផ្សេងៗរកទុកថាជាកៅអីស័ក្តិសិទ្ធិណាស់ព្រោះព្រះអង្គលីមាបានគង់នៅលើទីអាសនៈមួយនេះហើយបានជួយឲ្យស្ត្រីមានកូននោះមានក្តីសុខសេរីសុស្តីចាប់តាំងពីពេលនោះមកអ្នកស្រុកបើអ្នកណាមានកូនហើយពិបាកកើតគេក៏នាំយកស្ត្រីនោះមកអង្គុយលើកៅអីមួយហ្នឹងហើយក៏ឃើញថាស្ត្រីនោះបានកើតកូនមកយ៉ាងងាយស្ទើរតែគ្រប់គ្នាចំណែកស្ត្រីតាំងកូនណាដែលនៅទីឆ្ងាយមិនអាចធ្វើដំណើរមកបានគ្រាន់តែយកទឹកមកលាងកៅអីនោះយកទឹកនោះទៅឲ្យស្ត្រីតាំងកូននោះបានស្រោចងូតក៏អាចសម្រាលកូនចេញមកបានយ៉ាងងាយហើយបានថាជួយឲ្យស្ត្រីតាំងកូនទាំងឡាយបានមានក្តីសុខទាំងម្ដាយទាំងកូនតែម្ដងហើយកៅអីនោះប្រៀបដូចជាកៅអីស័ក្តិសិទ្ធិដែលបានជួយដល់ជនទាំងឡាយជាច្រើនមិនមែនជួយតែមនុស្សទេណាសូម្បីតែសត្វដែលរងទុក្ខលំបាកដោយការកើតកូនគ្រាន់តែយកមកដាក់លើកៅអីមួយនេះក៏អាចកើតកូនចេញមកបានយ៉ាងស្រួលព្រះអង្គលីមាដែលធ្លាប់បៀតបៀនជីវិតគេក្នុងមួយជីវិតប្រែក្លាយជាអ្នកមកជួយដល់មនុស្សនិងសត្វចំនួនច្រើនទៅវិញធ្វើឲ្យប្រជាជនទាំងឡាយលែងខ្លាចព្រះអង្គលីមាហើយងាកមកគោរពស្រឡាញ់នៅពេលដែលព្រះអង្គលីមាចេញមកបិណ្ឌបាតក៏បាននាំយកអាហារត្រឡប់ទៅវិញជាច្រើននៅពេលដែលលោកបានទទួលចង្ហាន់ជាច្រើនគ្រប់គ្រាន់ក្នុងការបើរាងកាយក៏ធ្វើឲ្យចិត្តលោកមានក្តីសុខស្ងប់ច្រើនឡើងហើយលោកក៏បំពេញធម៌បានស្រួលជាងមុនហើយក៏បានសម្រេចជាព្រះអរហន្តនៅទីបំផុតហើយសច្ចវិជ្ជាដែលព្រះអង្គលីមាបានពោលនោះក៏คล้ายមកជាគាថាស័ក្តិសិទ្ធិបានអ្នកណាជីវិតរាំងស្ទះជីវិតងងឹតងងល់ប្រៀបដូចជាបុត្រដែលមិនអាចកើតចេញពីផ្ទៃម្ដាយបានចង់ឲ្យជីវិតនោះប្រៀបដូចជាកើតថ្មីបើកជោគជតាថ្មីបន្ថែមវាសនាបារមីឲ្យខ្លួនឯងបន្ថែមធម៌ពលឲ្យខ្លួនឯងចូលប្រើគាថាមួយនេះជាគាថាមង្គលប្រកាន់ជាប់មកយ៉ាងយូរអង្វែងហើយគាថានេះនឹងមានឫទ្ធិកាន់តែខ្លាំងជាពិសេសនៅថ្ងៃសៅរ៍ទី5គឺជាថ្ងៃល្អថ្ងៃខ្លាំងថ្ងៃមានកម្លាំងធម៌ពលហើយបទសូត្រដែលសំខាន់ដែលអ្នកគ្រូចង់ណែនាំឲ្យសូត្រនៅថ្ងៃមហាសង្ក្រាន្តដែលចូលមកដល់នេះគឺមានបទសូត្រដូចតទៅទី1គឺពោលសច្ចវិជ្ជាដែលជាអង្គលីមាបរិត្តណាទី2អតិបិសោហើយទី3គាថាស្ដេចចក្រទី4គាថាលុយលៀនហើយទី5គាថាធម្មចក្រកបវត្តនសូត្រហើយគាថាដែលអ្នកគ្រូបានណែនាំនេះគឺជាមង្គលគាថាបើអ្នកណាបានសូត្រហើយនឹងបន្ថែមមង្គលឲ្យជីវិតយ៉ាងខ្លាំងដើម្បីជាការអបអរទទួលឆ្នាំថ្មីឬក៏អាចយកបទសូត្រទាំង5នេះប្រកាន់យកជាបទសូត្ររហូតក៏បានព្រោះបទសូត្រទាំងនេះសូត្រពេលណាល្អនៅពេលនោះហើយគាថាដែលអ្នកគ្រូបានណែនាំនេះអ្នកគ្រូបានចេញវីដេអូរួចហើយ
អាចមើលនៅក្នុង channel របស់អ្នកគ្រូបានតែបើសិនជាអ្នកណារកមិនទាន់បានទេចាំអ្នកគ្រូតម្លាក់ link ឲ្យ